នាងប្រញាប់បើកឡានទៅណាត់ជួបតែមិននឹកស្មានត្រូវក្មេងប្រុសអ្នកមានម្នាក់ស្ទាក់ផ្លូវនៅពាក់កណ្ដាលព្រោះឡានដែលនាងបើកថ្លៃជាងឡានរបស់គេចំណែកស្រីកំឡោះអង្គុយក្បែរនោះនាងថែមទាំងបោះស្គរគ្រាប់ទៅរកនាងទៀតហើយចាប់ផ្ដើមជេរប្រមាថនាងតែនាងខ្លាចខកពេលណាត់ជួបក៏មិនបានបត់ជាមួយពួកគេទេលុះមកដល់កន្លែងណាត់ជួបនាងក៏ជួបពួកគេម្ដងទៀតនាងឃើញកន្លែងចាត់ឡានក៏ចូលចាប់ភ្លាមតែអ្នកមាននោះគិតថានាងដណ្ដើមកន្លែងចាត់របស់គេភ្លាមនោះស្រីកំឡោះក៏រត់ចុះពីលើឡានបញ្ជាឲ្យគេដកឡានចេញពីកន្លែងចាត់នេះភ្លាមបើមិនដូច្នោះទេកុំបន្ទោសថាខ្ញុំមិនទុកមុខពើសូមអ្នកប្រញាប់ដកឡានចេញទៅតែនាងបែរជាមិនខ្វល់ពីសម្ដីគេសោះមួយសន្ទុះក្រោយមកនាងក៏បិទកញ្ចក់ឡានបាត់ឃើញនាងហ៊ានក្អេងក្អាងបែបនេះធ្វើឲ្យគេខឹងស្ទុះស្ទាឡើងគេក៏រត់ទៅប្រាប់អ្នកមាននោះថានាងថាគេជាមនុស្សកំសាកដូច្នេះលោកប្រុសក៏ខឹងឈួរភ្លាមនាងជេរហើយមិនព្រមដកឡានចេញទៀតក៏សម្រេចចិត្តបើកឡានទៅបុកនាងតែម្ដងដូច្នេះហើយគេក៏ចាប់ផ្ដើមជន់កែអស់ដៃតែស្មានមិនដល់ថាពេលបុកហើយឡាននាងមិនមានស្នាមអ្វីសោះឯឡានកូនអ្នកមាននោះខូចខាតអស់រលីងឃើញដូច្នេះកូនអ្នកមាននោះស្រឡាំងកាំងភ្លាមតែម្ដងតែពួកគេមិនដឹងទេឡានរបស់នាងធ្វើពីវត្ថុធាតុដើមពិសេសឡាននេះជាឡានពិសេសការវាប្រហារធម្មតាវាមិនចូលទេចំណែកមូលហេតុដែលនាងបានបើកឡាននេះគឺដោយសារនាងជាអ្នកវិទ្យាសាស្ត្រដ៏មានតម្លៃរបស់រដ្ឋពេលថ្នាក់ដឹកនាំឃើញនាងទៅណាត់ជួបគូស្រករផ្ដល់ឡានរបស់លោកឲ្យនាងបើកតែម្ដងតែបែរជាជួបនឹងកូនអ្នកមាននេះដោយចៃដន្យកូនអ្នកមានល្ងងខ្លៅនេះឃើញឡានហើយខឹងសម្បាក៏ហៅកូនចៅឲ្យមកវាកំទេចឡានភ្លាមតែនាងដែលនៅក្បែរនោះបានដាស់តឿនគាត់ថាកុំធ្វើរឿងដែលនាំឲ្យមានវិបត្តិមួយសន្ទុះទៀតពួកគេនឹងដឹងថាផលវិបាកវាធ្ងន់ធ្ងរប៉ុណ្ណាយ៉ាងណាមិញកូនអ្នកមានរូបនោះអះអាងថាខ្លួនជាចៅរបស់មហាសេដ្ឋីនៅក្រុងនេះនៅទីនេះគាត់ជាស្ដេចគាត់មិនខ្លាចអ្នកណាទេឬថាគាត់ជាចៅមហាសេដ្ឋីភ្លាមនាងស្ងាត់មាត់ឈឹងតែម្ដងព្រោះតែបុរសនេះជាគូដណ្ដឹងរបស់នាងនឹកស្មានមិនដល់ថាគូដណ្ដឹងរបស់ខ្លួនជាក្មេងដែលរឹងតឹងនាងមានអារម្មណ៍ខកចិត្តខ្លាំងណាស់យ៉ាងណាមិញនាងមិនបានបង្ហាញអត្តសញ្ញាណរបស់ខ្លួនទេតែប្រាប់ឲ្យគាត់កុំបះបោកុំឲ្យបងខាត់ធ្ងន់ធ្ងរតែនេះកូនអ្នកមានតបថាគាត់អាចសងសំណងគ្រប់ចំនួននាងថាឡាននេះត្រូវតែសង10លានយ៉ាងតិចកូនសេដ្ឋីលឺហើយគិតថាវាមិនជាបញ្ហាទេពេលឃើញដូច្នោះនាងក៏ទៅជីតារបស់នាងដែលជាមហាសេដ្ឋីភ្លាមប្រាប់គាត់ថាឡានរបស់នាងត្រូវគេបំផ្លាញហើយព្រោះជីតាមមហាសេដ្ឋីរបស់នាងជាមនុស្សដែលថ្នាក់ដឹកនាំផ្ដាំផ្ញើឲ្យមើលថែឲ្យបានល្អឃើញនាងហើយជំនួយស្រីដែលឆ្លៀតឱកាសនោះក៏ឆក់ទូរស័ព្ទពីនាងភ្លាមហើយជេរគាត់មួយចំពុកជីតាឃើញដូច្នោះក៏ខឹងផ្ទុះជាខ្លាំងបារម្ភថានាងត្រូវគេធ្វើបាបខ្លាំងហើយមានរឿងធំកើតឡើងខ្ញុំទប់ទល់មិនបានដូច្នេះគាត់ក៏ទៅថ្នាក់ដឹកនាំផ្ទាល់ប្រាប់ថ្នាក់ដឹកនាំថានាងកំពុងមានបញ្ហាថ្នាក់ដឹកនាំដឹងភ្លាមក៏ហៅមនុស្សទៅការពារនាងកូនអ្នកមានបែកកាន់តែហ៊ានឡើងគេហ៊ានមើលងាយនាងនៅទីសាធារណៈមើលអ្នកណាក្លាហានហ៊ានប៉ះនាងនេះគឺមេប៉ុស្តិ៍វាងក្នុងតំបន់យើងតើហេតុអីបានជាគាត់មកទីនេះលោកមេប៉ុស្តិ៍វាងហេតុអ្វីអ្នកមកសុំសួរថានរណាជាកញ្ញាជាងនៅទីនេះគឺខ្ញុំហើយតើអ្នកកំពុងធ្វើអ្វីប្រញាប់លែងនាងភ្លាមទៅកញ្ញាជាងនេះជាលុយ100លានគង់ឡើងគេដឹងរឿងរ៉ាវដែលកើតលើអ្នកនៅទីនេះហើយកំពុងធ្វើដំណើរមកដល់ហើយ100លានគាត់ពិតជាបានឲ្យគេយកលុយមកមែនខ្ញុំបាទក៏ត្រៀមខ្លួនទទួលប័ណ្ណបញ្ជាពីលោកគ្រប់ពេលដែរការពារសុវត្ថិភាពរបស់លោកមើលមនុស្សអស់ទាំងនេះឲ្យបានល្អកុំឲ្យរួចមួយណាបាទចាឡាលុយបានបញ្ជូនដល់ហើយមែនទេដល់ពេលត្រូវចរចាពីរឿងឡានខ្ញុំហើយមែនទេអួតអីម្លេះគ្រាន់តែឡានផលិតក្នុងស្រុកចាស់មួយប៉ុណ្ណោះតម្លៃប៉ុន្មានទៅយ៉ាងច្រើនបំផុតខ្ញុំនឹងទូទាត់សំណងឲ្យអ្នកទៅចង់យ៉ាងម៉េចអ្នកសម្ដែងធ្វើអីអ្នកស្មានតែខ្ញុំមិនដឹងឡានហុងជីចាស់របស់អ្នកតម្លៃសរុបតែជាង100000ប៉ុណ្ណោះអ្នកកុំធ្វើជាមិនស្គាល់ល្អអាក្រក់អ្នកលីនហ្វុងគាត់បានទះខ្ញុំហើមមុខអស់ហើយទោះបីឲ្យលុយ100លានក៏មិនអាចលើកលែងគាត់បានដែរមិនលើកលែងខ្ញុំថ្ងៃនេះអ្នកទាំងអស់គ្នាវាបំបាក់ឡានតុងក្រហមធម្មតាទេវាថែមទាំងមានលេខសម្គាល់ទៀតផងត្រឹមតែជាង100000ដោះស្រាយមិនបានទេគួរតែខ្ញុំទេតើដែលមិនលើកលែងពួកអ្នកតុងក្រហមតុងបៃតងអីណាស់ណោះវាមិនមែនគ្រាន់តែជាឡានក្នុងស្រុកខូចទេខ្ញុំទើបតែបានចូលអ៊ីនធឺណិតឆែកមើលហើយឡានតុងក្រហមម៉ាកនេះសូម្បីម៉ូដែលធម្មតាក៏ត្រឹមតែជាង300,000ប៉ុណ្ណោះនោះមកពីអ្នកមានទស្សនៈតូចចង្អៀតពេកហើយឡានតុងក្រហមគេបែងចែកជាច្រើនប្រភេទណាស់សាកសួរលោកតាអ្នកមើលទៅថាតុងក្រហមមានលេខកូដបែបនេះមានន័យយ៉ាងណាចាក់ប្រេងឡានហុងឈីកូលីដែលមានលេខកូដនេះគឺជាឡានពិសេសដែលគេកំងធ្វើនេះទោះមានលុយក៏រកទិញមិនបានដែរអ្នកដឹងទេឡានពិសេសកូលីបែបនេះមានន័យយ៉ាងម៉េចមិនថាអ្នកមានលុយប៉ុន្មានទេរឿងថ្ងៃនេះក៏មិនអាចដោះស្រាយបានដែរខ្ញុំមិនខ្វល់ថាវាជាឡានពិសេសអ្វីទេខ្ញុំនឹងប្រាប់អ្នកទោះបីក្នុងโลกនេះមានរឿងដែលលុយដោះស្រាយមិនបានក៏ដោយវាក៏មិនអាចមកបិទបាំងរឿងខ្ញុំបានដែរហេចៅប្រុសបានជួបគូដណ្ដឹងអ្នកហើយឬនៅលោកតាខ្ញុំមានរឿងហើយពេលនេះខ្ញុំមិនអាចជួបម្ដាយខ្ញុំបានទេអ្នកថាអ្វីសងវិញហ៊ានដល់ថ្នាក់នេះហ៊ានមកបង្កបញ្ហាដល់ចៅខ្ញុំដល់ទីក្រុងហើយនេះសន្តាគារហួងថឹងជួបគ្នាក្នុង10នាទីមកមើលទង្វើល្អដែលចៅអ្នកបានធ្វើអ្នកជាអ្នកណាខ្ញុំជាអ្នកណាពេលអ្នកមកដល់អ្នកនឹងដឹងហើយតើមានរឿងអ្វីកើតឡើងនាងជាងទៅតែមានរឿងរួច
ឥឡូវចៅខ្ញុំក៏មានរឿងទៀតសុទ្ធតែកើតឡើងនៅសន្តាគារហួងថឹងទៀតអ្នកនាងជាងមិញនេះចៅខ្ញុំមានរឿងបន្តិចរឿងណាត់ជួបរបស់អ្នកប្រហែលជាត្រូវពន្យាពេលបន្តិចអ្នកនាងជាងនេះនៅតែព្រោះតែចៅខ្ញុំមកយឺតទើបអ្នកនាងខឹងងឺលឿនឡើងបើកលឿនទៀតទៅក្មួយស្រីលោកតាសិនគឺជាអ្នកមានបំផុតនៅហានឆឹងបើធ្វើឲ្យគាត់ខឹងអ្នកនឹងជួបរឿងមិនល្អទេត្រូវហើយទោះនិយាយអីក៏គ្រាន់តែជាឡានហុងឈីមួយគ្រឿងទេធ្វើជាលក់មុខឲ្យគេចាត់ទុកជារឿងតូចតាចទៅជាបាជាហើយហេអ្នកទាំងអស់គ្នានិយាយផ្ដេសផ្ដាសអ្វីចុះអ្នកទាំងអស់គ្នាជាបាក់ពួកអ្នកណាពិតប្រាកដខ្ញុំប្រាប់អ្នករឿងនេះថ្ងៃនេះមិនចប់ទេលេងមិនបានទេរឿងថ្ងៃនេះខ្ញុំនឹងកាត់ក្តីជាមួយអ្នកឲ្យដល់ទីបំផុតកាត់ក្តីទៅស្មានថាខ្ញុំខ្លាចអ្នកឬខ្ញុំប្រាប់អ្នកថាជីតារបស់ខ្ញុំស្រឡាញ់ខ្ញុំជាងគេណាស់ពេលជីតាខ្ញុំមកដល់ទោះអ្នកលុតជង្គង់សុំទោសក៏វាយឺតពេកហើយលោកសិនអ្នកយកខុសហើយពេលជីតាអ្នកមកដល់អ្នកលុតជង្គង់សុំទោសក៏មិនអាចជួយអ្នកបានដែរអ្នកនាមត្រកូលជីជាងអ្នកកុំក្អេងក្អាងពេកខ្ញុំប្រាប់អ្នកក្នុងក្រុងហៃឆឹងខ្ញុំមិនជឿថាអ្នកមានឥទ្ធិពលអ្វីទេបើអ្នកហ៊ានតាំងជាមួយត្រកូលសិនអញ្ចឹងសាកមើលទៅពួកក្មេងទំនើងពៀទាំងនេះចាប់ពួកគេទាំងអស់មកលេងខ្ញុំអ្នកពិតជាហ៊ានណាស់ខ្ញុំប្រាប់អ្នកឲ្យដឹងបើលោកតារបស់ខ្ញុំមកដល់អ្នកនឹងចាប់ហើយលោកឈប់សិនលោកតារបស់ខ្ញុំមកដល់ហើយខ្ញុំប្រាប់អ្នកនាមជាងលោកតាខ្ញុំកាច់ណាស់អ្នកណាក៏ដឹងដែរថ្ងៃនេះអ្នកនឹងស្លាប់ហើយទោះបីជាលោកតារបស់អ្នកមកដល់មែនអ្នកដែលស្លាប់ក៏នៅតែជាអ្នកដែរអីចឹងហ៎ចាំមើលទៅវានឹងកាន់តែរំភើបចាំមើលបន្តនៅជ្រុងខាងឆ្វេងក្រោម